បាទខ្ញុំបាទហេងថាសវុតសូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់ព្រះសង្ឃជាទីសក្ការៈថ្មីនេះយើងបានឃើញមន្ត្រីជាន់ខ្ពស់ចិនបានធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជាជាមួយជំនួយដ៏មានពឹសពលមួយសម្រាប់ប្រជាជនខ្មែរដែលអាចបំពេញអំណាចដល់អតីតជនកុម្មុយនីសចាស់និងជនកុម្មុយនីសថ្មីដែលពុករលួយហ៊ុនសែនជាពិសេសចំពោះរដ្ឋាភិបាលហ៊ុនសែនដែលបានជំពាក់ចិនយ៉ាងច្រើនឥតគណនាធ្វើឲ្យខ្ញុំនឹកឃើញនៅចន្លោះទសវត្សរ៍ឆ្នាំ1960នៅពេលដែលចិនយាងសម្ដេចស៊ីនុទៅប្រទេសចិនដោយទទួលរាជបដិសន្តារកិច្ចចំពោះសម្ដេចស៊ីនុយ៉ាងកកឹកកក្រែងដែលធ្វើឲ្យសម្ដេចស៊ីនុវង្វេងងងឹតនៅទីបំផុតសម្ដេចស៊ីនុបានសម្រេចចិត្តដេញស្ថានទូតអាមេរិកដោយសារតែជឿនៅចិនកុម្មុយនីសជាពិសេសអ្នកដឹកនាំកុម្មុយនីសផ្ដាច់ការក្រុមម៉ៅសេតុងជូអេនឡាយដែលជាក្រុមកុម្មុយនីសបានសម្លាប់ជនជាតិចិនជាច្រើនម៉ឺនលាននាក់ហើយពុំដែលយករបបរាជានិយមធ្វើជាមិត្តឬក៏ជាទីសក្ការៈនោះទេបានន័យថាមហាអំណាចចិនជំនាន់នោះពុំចូលចិត្តឬក៏ពុំនិយមរបបរាជានិយមទេក៏ប៉ុន្តែនៅទីបំផុតដោយពួកចិនកុម្មុយនីសបានយល់ឃើញថាសម្ដេចសៀនុជាស្ដេចខ្មែរមួយអង្គដែលងាយបោកនិងងាយស្រួលប្រើប្រាស់នោះនៅទីបំផុតសម្ដេចសៀនុបានលង់ក្នុងសង្គ្រាមមួយនៅឆ្នាំ1970ដោយធ្វើសង្គ្រាមជាមួយនឹងកូនចៅរបស់ឯងគឺឧត្តមសេនីយ៍លន់ នល់ដែលនៅក្នុងសង្គ្រាមនោះកងទ័ពចិនកុម្មុយនីសកងទ័ពកូរ៉េខាងជើងបានធ្វើជាសម្ព័ន្ធមិត្តមកប្រទេសកម្ពុជាមួយចំណែកខ្លះដើម្បីជួយប្រយុទ្ធជាមួយពួកយឺតកុងដែលកាលនោះយួនកុម្មុយនីសដែលមិនស្រឡាញ់របបរាជានិយមក៏បានបោកសម្ដេចស៊ីនុហើយចងមិត្តជាមួយរាជាណាចក្រកម្ពុជាដែលនោះដែលនៅទីបំផុតចិនក្តីយួនកុម្មុយនីសក្តីបានចូលដៃជាមួយសម្ដេចស៊ីនុដើម្បីធ្វើការវាយប្រហារកងទ័ពលោកលន់ នល់ដែលកាលនោះជារបបសាធារណរដ្ឋមួយដែលទើបតែបង្កើតមានជំនួយដោយសារសហរដ្ឋអាមេរិកការពិតចាប់តាំងពីឆ្នាំ1960 70 75ជាពិសេសក្រោយថ្ងៃ17មេសាឆ្នាំ1975មរណភាពរបស់ខ្មែរសាធារណរដ្ឋរបស់ខ្មែរមិនកុម្មុយនីសគឺមានទំនាក់ទំនងទៅនឹងចិនកុម្មុយនីសបាទជាពិសេសដៃម្ខាងចិនបានបោកសម្ដេចស៊ីនុដៃម្ខាងចិនបានលួចប្រើឬក៏លួចជួយប៉ុលពតបាទនៅពេលដែលប៉ុលពតជាជនកុម្មុយនីសមួយរូបដែលមិនគោរពរបបរាជានិយមហើយក៏បានបង្កើតរដ្ឋាភិបាលមួយគឺកម្ពុជាប្រជាធិបតេយ្យពេលនោះហើយដែលចិនធ្វើជាជួយអន្តរាគមន៍ដល់សម្ដេចស៊ីនុដោយមិនអោយប៉ុលពតសម្លាប់ស៊ីនុក៏ប៉ុន្តែរាជវង្សរបស់ស្ដេចជំនាន់នោះត្រូវពួកកុម្មុយនីសសម្លាប់យ៉ាងរង្គាលដូច្នេះហើយនយោបាយចិនគឺជានយោបាយផ្លែរវាចិនគឺជាប្រទេសអំណាចមួយដែលប្រៀបបាននឹងពស់នាគរាជហើយបានថ្លែងខ្លួនធ្វើជាថ្លាន់ដើម្បីមកជួយសម្ដេចស៊ីនុហើយឥឡូវនេះថ្មីនេះចិនកំពុងតែដើរមកជួយលោកហ៊ុនសែនក៏ដូចប្រៀបបាននឹងជួយប៉ុលពតដែលចិនបានលក់អាវុធរថក្រោះណាគ្រឿងសម្ភារវុធទាំងអស់ទូទាត់គ្នាជាកៅស៊ូជាស្រូវអង្គរដែលកាលនោះធ្វើឲ្យប្រជាជនខ្មែរកើតទុរភិក្សហើយប៉ុលពតបានអាវុធរថក្រោះកំភ្លើងយន្តហោះទាំងឡាយដែលបានមកពីការលក់ស្រូវទៅឲ្យចិននោះបានធ្វើសង្គ្រាមជាមួយនឹងយួននៅទីបំផុតត្រូវបរាជ័យឥឡូវចិនកំពុងតែទំនាក់ទំនងជាមួយនឹងរាជាណាចក្រកម្ពុជាទី2ម្ដងទៀតព្រោះទាំងយួនទាំងចិនសុទ្ធតែជាប្រទេសកុម្មុយនីសដូច្នេះសូមបងប្អូនខ្មែរទាំងអស់មេត្តាពិចារណាមើលថាហេតុអ្វីបានជាប្រទេសចិនកុម្មុយនីស
នៅចន្លោះឆ្នាំ1960បានតាក់ទងជាមួយសម្ដេចបានតាក់ទងនឹងរបបរាជានិយមដែលពួកកុម្មុយនីសចិនជំនាន់នោះស្អប់របបរាជានិយមចិនយ៉ាងខ្លាំងក្លាហើយសូម្បីតែយួនកុម្មុយនីសក៏បានកំចាត់ឬក៏ស្អប់របបរាជានិយមដែរក៏ប៉ុន្តែនៅទីបំផុតយួនវៀតកុងវៀតណាមខាងជើងបានសម្ព័ន្ធមិត្តជាមួយសម្ដេចស៊ីនុនៅឆ្នាំ1960រហូតដល់70ហើយឥឡូវនេះរបបរាជានិយមថ្មីមួយដែលដឹកនាំដោយប្រជាជាតិខ្មែរតែត្រូវពួកកុម្មុយនីសចិននិងយួនកំពុងតែសេពគប់ដូច្នេះតើបងប្អូនមានឆ្ងល់ដែរឬទេហេតុអ្វីបានជាប្រទេសកុម្មុយនីសទាំងពីរនេះមកតាក់ទងនឹងប្រទេសកម្ពុជាក្នុងនាមរាជាណាចក្រកម្ពុជាដែលមាននាយករដ្ឋមន្ត្រីមួយរូបដែលជាអតីតជនកុម្មុយនីសអតីតឃាតករអតីតខ្មែរក្រហមតខូខើដែលបានសម្លាប់ទាហានលោកលន់នល់ក្រោយថ្ងៃ17មេសាឆ្នាំ1975ពួកកុម្មុយនីសទាំងនោះពុំមានទោសទេទាំងកុម្មុយនីសចិនទាំងកុម្មុយនីសយួនហាណូយទាំងកុម្មុយនីសហ៊ុនសែននៅទីបំផុតពួកគេបានបង្កើតអំណាចបង្កើតរបបមួយដោយគេជន់ឈ្លីនៅសន្និសីទទីក្រុងប៉ារីសដែលនៅទីបំផុតអំណាចរបស់ពួកគេកាន់តែកើនឡើងរហូតតកូនតចៅដូច្នេះខ្ញុំគ្រាន់តែជម្រាបជូនបងប្អូនខ្មែរទាំងអស់ថាចិនកំពុងតែនាំប្រទេសខ្មែរចូលរណ្ដៅគ្រោះថ្នាក់មួយក៏ដូចនាំប៉ុលពតឲ្យចូលរណ្ដៅសង្គ្រាមមួយណាឲ្យចូលទៅក្នុងការធ្វើសង្គ្រាមមួយជាមួយនឹងយួននៅឆ្នាំ1977 78ហើយទីបំផុតចិនបានចោលប៉ុលពតចិនបានធ្វើឲ្យប៉ុលពតคล้ายទៅជាជនរងគ្រោះមួយរូបហើយត្រូវទទួលមរណភាពយ៉ាងសោកកំសត់បំផុតនេះហើយជាលទ្ធផលនៃការសេពគប់នៃរបបកុម្មុយនីសរបស់សម្ដេចស៊ីនុរបស់ជនកុម្មុយនីសមួយក្រុមមានប៉ុលពតមាននួនជាមានខៀវសំផនជាឧទាហរណ៍ឥឡូវនេះជនកុម្មុយនីសហ៊ុនសែនហេងសំរិនកំពុងតែមានទំនាក់ទំនងជាមួយចិនដោយសង្ឃឹមថាចិននឹងជួយប្រទេសកម្ពុជាឬក៏របបរបស់ខ្លួនជាពិសេសរបបហ៊ុនសែនឲ្យរួចផុតពីចង្កូមយួនលោកហ៊ុនសែនកំពុងតែយល់ច្រឡំហើយបានន័យថាទាំងចិនទាំងយួនគឺជាពួកប្រទេសកុម្មុយនីសពួកនោះពុំមានលទ្ធិប្រជាធិបតេយ្យពុំគោរពសិទ្ធិមនុស្សទេគេប្រព្រឹត្តនៅអំពើអ្វីដើម្បីផលប្រយោជន៍ប្រទេសជាតិគេតែប៉ុណ្ណោះចិនមិនអាចជួយហ៊ុនសែនឲ្យរួចផុតពីយួនបានទេក៏ដូចជាចិនមិនអាចជួយប៉ុលពតឲ្យឈ្នះសង្គ្រាមជាមួយយួនបានដែរចិនគ្រាន់តែជំរុញឲ្យប៉ុលពតទិញអាវុធរថក្រោះកំភ្លើងណាយន្តហោះរបស់ខ្លួនតាមរយៈការទូទាត់ស្រូវអង្គរកៅស៊ូនៅទីបំផុតប៉ុលពតត្រូវបរាជ័យឥឡូវនេះចិនបានឲ្យហ៊ុនសែនខ្ចីជំនួយជាច្រើនព្រោះចិនមើលឃើញថាហ៊ុនសែនជាមនុស្សស្រឡាញ់អំណាចហើយនៅពេលនោះហើយទោះបីហ៊ុនសែនយល់ថាយួនមានបំណងអាក្រក់យ៉ាងណាក៏ដោយយួននិងចិនគឺជាពួកចម្ពោះប្រទេសកុម្មុយនីសដែលគេគិតផលប្រយោជន៍របស់គេដែលខ្ញុំតែងតែនិយាយតាមភាសាអ្នកលេងថាទឹកបឹងមិនបំពេញទឹកទន្លេបានន័យថាទោះបីយ៉ាងណាក៏ដោយយួននិងចិននាំគ្នាបំផ្លាញប្រទេសកម្ពុជានាំគ្នាក្រេបជញ្ជក់ឬក៏នាំគ្នាកេងប្រវ័ញ្ចទឹកដីខ្មែរតាមរយៈរបបលោកហ៊ុនសែនដូចជាថ្មីនេះយើងឃើញស្រាប់ហើយលោកហ៊ុនសែនមិនចោលចរិតចាស់របស់ខ្លួនទេនៅពេលដែលព្រះមហាក្សត្របានឡាយប្រហោះឬក៏ធ្វើកិច្ចអន្តរាគមន៍មួយដើម្បីលើកលែងទោសចំពោះលោកសំរងស៊ីក្តីលោកកឹមសុខាក្តីលោកហ៊ុនសែនបានយកច្បាប់ព្រៃរបស់ខ្លួនមកនិយាយហើយនៅទីបំផុតប្រជាជាខ្មែរដែលយើងយល់ថាជាទីសក្ការៈរបស់បងប្អូនខ្មែរមួយចំនួននោះនៅទីបំផុតនៅតែខ្លាចឥទ្ធិពលយួនចំណុចនេះហើយដែលធ្វើឲ្យខ្ញុំនឹកឃើញទៅដល់សម្ដេចស៊ីនុដែលត្រូវប៉ុលពតចាប់ដាក់ក្នុងរាជវាំងទ្រង់មាសក៏ប៉ុន្តែនៅពេលនេះហើយលោកហ៊ុនសែនក៏ធ្វើល្បិចកលដូចគ្នាដែរបានណាដើរកលល្បិចមួយដើម្បីប្រើប្រាស់ព្រះមហាក្សត្រខ្មែរដោយយករដ្ឋធម្មនុញ្ញខ្មែរមកចងព្រះមហាក្សត្រដើម្បីបំពេញចិត្តរាជខ្មែរនៅពេលដែលឆ្នាំ1978យួនបានប្រើក្រុមអត្តឃាតយួនមួយក្រុមដើម្បីរំដោះសម្ដេចសីនុពីរាជវាំងតែរំដោះពុំបាន
ព្រោះនៅពេលនោះដោយមានចិនបានបិទភ្នែកខົບខិតគ្នាក្នុងការជួយសម្ដេចសីហនុឲ្យរួចផុតអំពីកណ្ដាប់ដៃរបស់យួនតែនៅទីបំផុតព្រះរាជបុត្ររបស់សម្ដេចសីហនុត្រូវជាប់ក្នុងក្រញាំយួនជាពិសេសតាមរយៈលោកហ៊ុនសែនដោយបងប្អូនឃើញស្រាប់ហើយព្រះរាជាឬព្រះមហាក្សត្រខ្មែរពុំមានបរិយាអន្តរាគមអ្វីមួយដើម្បីជួយអ្នកដឹកនាំឬគណៈបកប្រឆាំងនោះទេព្រះអង្គបែរជាយកចិត្តលោកហ៊ុនសែនទៅវិញការពិតព្រះមហាក្សត្រខ្មែរស្ថិតនៅការគុំក្រងខុទ្ទកាល័យឬក៏រាជវាំងរបស់គង់សំអល់លោកគង់សំអល់ឬក៏ប្រព័ន្ធនៅក្នុងវាំងគឺជាប្រព័ន្ធកុម្មុយនីសជាប្រព័ន្ធគណៈបកប្រជាជនជាប្រព័ន្ធណាចៅវាយឬក៏ជាប្រព័ន្ធព្រានដែលយាមនៅក្នុងទ្រង់មាសបាទគង់សំអល់និងពួកមន្ត្រីក្នុងគណៈបកប្រជាជនទាំងអស់គឺជាព្រានដែលកំពុងតែយាមវាំងឬក៏យាមទ្រង់មាសដើម្បីធ្វើយ៉ាងណាឃុំក្រងព្រះមហាក្សត្រខ្មែរក្នុងការប្រើប្រាស់មហាក្សត្រខ្មែរនៅទីបំផុតគេនឹងរុញព្រះមហាក្សត្រខ្មែរឲ្យធ្លាក់ក្នុងរណ្ដៅមួយដោយសារតែភាពស្អប់ក្បើមនៃប្រជាជនខ្មែរជាពិសេសអ្នកសាធារណរដ្ឋខ្មែរដែលនៅសេសសល់មានជីវិតនៅប្រទេសបារាំងក្តីអូស្ត្រាលីឬអាមេរិកក្តីដូច្នេះហើយរបបកុម្មុយនីសចិននិងយួនពុំដែលមានបំណងល្អជួយប្រទេសកម្ពុជាទេគឺគេជួយតែជនផ្ដាច់ការជនពុករលួយណាដែលគេយល់ថាគេអាចបោកប្រាស់បានក៏ដូចជាចិនបានខົບខិតគ្នាជាមួយនឹងយួនវៀតណាមខាងជើងក្នុងការបោកប្រាស់សម្ដេចក្នុងទសវត្សរ៍ទី1960ដោយរៀបចំបរិយាទស្សនកិច្ចដ៏ធំកកឹកកក្រែងមួយធ្វើឲ្យសម្ដេចភ្លេចខ្លួនធ្វើឲ្យសម្ដេចសីហនុវង្វេងនៅទីបំផុតបានហក់ចេញឬក៏បានផ្ដាច់ទូតពីសហរដ្ឋអាមេរិកដែលខ្ញុំប្រៀបធៀបទៅនឹងដំរីហើយចិនគឺជាខ្លាចំណែកឯយួនគឺជាកញ្ជ្រោងប្រទេសកម្ពុជាឬអ្នកដឹកនាំខ្មែរយើងទាំងស្ដេចទាំងរាជសពថ្ងៃជាពិសេសនាយករដ្ឋមន្ត្រីហ៊ុនសែនគឺជាមន់ដូច្នេះហើយដើម្បីស៊ីមន់នោះចិនបានប្រើប្រាស់ល្បិចកលយ៉ាងណាឲ្យមន់ហ៊ុនសែនមន់ស្ដេចខ្មែរស្អប់អាមេរិកស្អប់ដំរីព្រោះគេយល់ថាដំរីនឹងស៊ីមន់នោះការពិតដំរីមិនអាចស៊ីមន់បានទេមានតែខ្លានិងកញ្ជ្រោងទេដែលអាចស៊ីមន់ដូច្នេះហើយទាំងចិនកុម្មុយនីសទាំងយួនកុម្មុយនីសបានសេពគប់នឹងរាជាណាចក្រលើកទី1ដែលកាលនោះមានសម្ដេចសីហនុជាប្រមុខរដ្ឋឥឡូវនេះរាជាណាចក្រទី2ដែលមានហ៊ុនសែនជាអ្នកដឹកនាំដូច្នេះហើយគ្រោះថ្នាក់ដែលមិនអាចគេចផុតនឹងធ្វើឲ្យប្រទេសកម្ពុជាคล้ายទៅជាប្រទេសមួយដែលមិនអាចគេចផុតអំពីមាត់ខ្លាចិននិងកញ្ជ្រោងយួនឡើយបាទសូមបងប្អូនស្ដាប់សម្ដីសុកអេសានដែលជាមន្ត្រីទូរយុទ្ធមួយរូបនៅក្នុងគណៈបកប្រជាជនសូមបងប្អូនស្ដាប់សម្ដីលោកហ៊ុនសែនលោកសំរងស៊ីនិងលោកសុកអេសានបាទដូចតទៅបាយរបស់ប្រមុខដឹកនាំបកប្រឆាំងនៅពេលនេះថាពុំមានតម្លៃជាមនុស្សជាតិឡើយលោកសុកអេសានចំអកថាមេបកប្រឆាំងតែងធ្វើអ្វីដើម្បីតែអំណាចនិងមហិច្ឆតារបស់ខ្លួនដោយពុំបានគិតពីផលប្រយោជន៍ជាតិនិងសង្គមនោះទេលោកបន្តថាការព្រួយបារម្ភរបស់លោកសំរងស៊ីគិតអំពីអំណាចទៅវិញបាទវិញទៀតផ្អែកលើការបង្វែងរដ្ឋាភិបាលនៅតែអាចមានលទ្ធភាពខ្ចីលុយបានច្រើនជាងនេះទៀតដោយសារការខ្ចីលុយនេះគឺស្ថិតក្រោមកម្រិតដែលមានបញ្ញត្តិដោយច្បាប់នៅឡើយមេបកប្រឆាំងនឹងគាត់តែមេញុះញង់ហើយតែនេះជាសម្ដីសុករាជរដ្ឋាភិបាលតអេសានបាទលើកបង្កើនខ្លួនឯងអានឹងមិនមានប្រយោជន៍អដេរឆានម្នាក់នេះបើសិនជាថ្ងៃក្រោយមានការបដិវត្តតស៊ូអ្វីមួយมันអាចគេចផុតពីកម្លាំងបដិវត្តឬកម្លាំងប្រជាជនខ្មែរដែរបាទនេះជាសម្ដីជនដេរឆានសុកអេសានបាទដែលបានដៀលលោកសំរងស៊ីថាដើម្បីអំណាចការពិតសុកអេសានគឺជាជនដេរឆានមួយរូបដែលមានខួរក្បាលជាយួនហើយដែលមានខួរក្បាលជាសត្វដេរឆានដែលមិនអាចយោគយល់បានទៅថ្ងៃក្រោយបាទដូច្នេះហើយខ្ញុំជឿជាក់ថារបបហ៊ុនសែនដែលកំពុងតែសេពគប់នឹងចិនដោយប្រើប្រាស់មហាក្សត្រព្រះមហាក្សត្រដើម្បីរក្សាអំណាចនោះថ្ងៃណាមួយនឹងទទួលគ្រោះថ្នាក់ហើយនៅទីបំផុតយួននឹងបំផ្លាញហ៊ុនសែន
តាមរយៈប្រជាជនខ្មែរដែលមិនយល់អំពីនយោបាយនិងតាមរយៈចារកម្មរបស់យួនដែលបង្កប់នៅពីពេញនៅក្នុងរដ្ឋាភិបាលហ៊ុនសែនបាទសូមអរគុណសូមជម្រាបលា